Hello អ្នកគ្នានឹងខ្ញុំនឹងបង្ហាញវីដេអូមួយដើម្បី enable ASH ចូលទៅក្នុង Ubuntu ចូលទៅក្នុង Linux របស់យើងដោយ comment ដំបូងគឺយើងធ្វើការវាយ sudo apt install.y open ash ដកជាមួយនឹង server ហើយអ្នកគ្នាធ្វើការបញ្ចូលជាមួយនឹង passwordកន្លែងហ្នឹងគឺខ្ញុំដាក់ password អត់ត្រូវទេខ្ញុំធ្វើការដាក់ម្ដងទៀតបើសិនពីអត់ត្រូវទេយើងធ្វើការវាយ sudo apt install.y ហើយវាយដដែលមកយើងធ្វើការដាក់ password យើងម្ដងទៀតបើសិនបើលក្ខខណ្ឌមួយដែលអត់ចេញបើសិនជាវាចេញហើយគឺយើងធ្វើការរងចាំចូលមកដល់កន្លែងនេះគឺយើងធ្វើការវាយ sudo systemctl status ហើយ ash ចប់ពីវាចេញបែបហ្នឹងហើយយើងធ្វើការវាយ command មួយទៀតគឺ sudo systemctl enable now ហើយជាមួយនឹង ashមកដល់កន្លែងនេះគឺយើងធ្វើការវាយ command មួយទៀតដោយយើងវាយជាមួយនឹង sudo ដដែលយើងវាយជាមួយនឹង ufw allow ash ហើយចុងក្រោយគឺយើងធ្វើការ check IP របស់យើងហើយយើងចូលទៅកាន់កម្មវិធី PowerShell ដើម្បី connect IP របស់យើងចូលទៅក្នុង Windows ហើយយើងវាយ IP ដែលយើងបាន check ក្នុង Ubuntu VMware នឹងមកហើយកន្លែងហ្នឹងគឺយើងត្រូវដាក់ជាមួយនឹង user នៅក្នុង Ubuntu របស់យើងបើសិនណាអ្នកគ្នាអត់ដាក់គឺវានឹង error ដូចខ្ញុំខាងលើហ្នឹងហើយចឹងខ្ញុំធ្វើការបញ្ចូល password ដែលខ្ញុំបានដាក់គឺឥឡូវគឺវាធ្វើការបានន័យ